សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីជាមួយនឹងការសម្រាយរឿងរបស់ admin ថ្ងៃនេះ admin មកបន្តសាច់រឿង The Uncloudy Soul ភាគទី22ជាបន្តទៀតមុននឹងចូលដល់សាច់រឿងរបស់យើងចំពោះប្រិយមិត្តដែលអត់ទាន់បានជួយ subscribe channel របស់ admin សូមជួយ subscribe ឲ្យ admin ម្នាក់មួយផងតោះអ្នកទាំងអស់គ្នាកុំឲ្យខាតពេលវេលាយូរមកបន្តតាមដានសាច់រឿងជាមួយ admin តែម្ដងទៅក្រោយពេលដែលវូហ៊ួនត្រឡប់ទៅកាន់ព្រៃឫស្សីវិញអត់ឃើញមានស្ដេចបិសាចនៅទីនោះគេកាន់តែប្រកាសចិត្តថាស្ដេចបិសាចហុងយីនឹងបានបាត់បង់អំណាចរបស់ខ្លួនអំឡុងពេលដែលប្រយុទ្ធជាមួយនឹងម្ចាស់សុបិនអមតាឯងរំពេចនោះសែវយ៉ាវក៏បានបង្ហាញខ្លួនសួរទៅកាន់វូហ៊ុនមិនបានជាពួកគេនឹងនៅរស់អញ្ចឹងក្រែងគេសន្យាជាមួយនឹងស្ដេចបិសាចថាសម្រាប់ឲ្យយកសាកសពឲ្យត្រង់ឯងតែវាក៏មិនអីដែរគេអាចចាត់ការនៅក្នុងពេលនេះបានសំខាន់ណាស់កុំធ្ងន់ដៃខ្លាំងពេកខ្លាចតិចសាកសពអស់អីអញ្ចឹងណាវូហ៊ុនគេភ្ញាក់ផ្អើលជាមួយនឹងសម្ដីរបស់សែវយ៉ាវខ្លាំងមែនទែនជាយាមបកស្រាយទៅកាន់ឆ្មាំងហ្វៃយូប៉ុន្តែសែវយ៉ាវក៏បានប្រើប្រាស់ភ្លើងរបស់ខ្លួនវាបហាទៅលើឆ្មាំងហ្វៃយូម្នាក់ម្ដងឲ្យខ្ទេតត្រូវជាមួយនឹងវូហ៊ុនដោយនិយាយដូចជាវូហ៊ុននឹងសហការជាមួយនឹងនាងអញ្ចឹងរហូតធ្វើឲ្យឆ្មាំងហ្វៃយូអស់ទាំងនោះហើយយកច្រឡំថាវូហ៊ុននឹងបាក់បញ្ឆោតគេក៏វាបហាទៅកាន់វូហ៊ុនវិញវូហ៊ុនគេនៅតែចង់បកស្រាយប៉ុន្តែដៃរបស់គេធ្ងន់ពេកបានធ្វើឲ្យឆ្មាំងម្នាក់នឹងស្លាប់នៅពេលនោះតែម្ដងទៅឃើញបែបនេះសែវយ៉ាវតែដៃអបអរទៅកាន់វូហ៊ុនយកតែម្ដងរួចស្ដេចបិសាចនឹងក៏ចេញមកសរសើរអំពីសមត្ថភាពរបស់យូហ៊ុនថាធ្វើបានល្អទៀតធ្វើឲ្យវូហ៊ុននឹងគេខឹងរួចរត់ទៅបានចំណែកឯសែវយ៉ាវជាមួយនឹងស្ដេចបិសាចហុងយីក៏ចាប់ផ្ដើមនិយាយបំភ័យទៅកាន់ឆ្មាំងទាំងអស់នោះវិញម្ដងហើយថាចង់ដុតពួកគេដោយសារតែពួកគេមិនមែនជាមនុស្សធម្មតាគឺជាអាហារឈ្ងុយឆ្ងាញ់របស់ខ្លួនអីអញ្ចឹងណាពួកឲ្យឆ្មាំងទាំងអស់នោះគេពិតជាភ័យខ្លាចរួចរត់ទៅអស់ពេលនេះល្បីសែវយ៉ាវបានសម្រេចហើយនាងក៏បន្តធ្វើបញ្ញាក់ទៅកាន់ស្ដេចបិសាចថានាងឃ្លានអីអញ្ចឹងណាក្រោយមកពួកគេក៏បានទៅដុតទំពាំងធ្វើជាអាហារដោយមាត់របស់លូលូនឹងធ្វើឲ្យឫស្សីនឹងខូចចិត្តយ៉ាងខ្លាំងរួចគេក៏បាននិយាយអំពីរឿងដែលយកទំពាំងរបស់ខ្លួនធ្វើជាអាហារតែម្ដងទៅតើបតួស្រីនឹងនិយាយអំពីការជួយសង្គ្រោះរបស់ខ្លួននៅក្នុងថ្ងៃនេះអីអញ្ចឹងណាតែឫស្សីក៏ថាស្ដេចបិសាចគឺជាអ្នកជួយខ្លួនទៅវិញទេរួចស្ដេចបិសាចក៏បានសួរអំពីរឿងរ៉ាវរបស់ហ៊ីវូទើបឫស្សីនឹងចាប់ផ្ដើមសម្ដែងជាតួអង្គរបស់ហ៊ីវូតែម្ដងទៅដោយប្រកាសថាស្ដេចបិសាចនឹងត្រូវបានស្លាប់ហើយដូច្នេះពួកគេត្រូវតែប្រមូលបិសាចទាំងអស់ដែលមានឥទ្ធិពលនឹងចូលទៅក្នុងចលឹងភ្នំបិសាចដើម្បីជ្រើសរើសបិសាចថ្មីឆ្លៀតឱកាសពេលនោះគេក៏បានបញ្ជូនបិសាចនឹងទៅឲ្យឆ្មាំងហ្វៃយូយកតែម្ដងពួកឲ្យពួកបិសាចនឹងពិតជាភ្ញាក់ផ្អើលហើយភ័យខ្លាចយ៉ាងខ្លាំងម្នាក់រត់រាយប៉ាយមិនដឹងថាទៅទីណាខ្លះនោះទេហើយគេក៏ស្ម័គ្រចិត្តទៅប្រមូលបិសាចទាំងអស់មកវិញដោយដណ្ដើមយករូងភ្នំឲ្យស្ដេចបិសាចផងដែរលើបែបនេះសៀវយ៉ាវគេក៏ហាមឃាត់ថាមិនប្រញាប់នោះទេដែលធ្វើឲ្យពួកគេនឹងពិតជាឆ្ងល់យ៉ាងខ្លាំងទើបសៀវយ៉ាវនឹងនាងក៏បានបកស្រាយមិនចង់ឲ្យបិសាចកាប់សម្លាប់បិសាចនោះមនុស្សនឹងសប្បាយចិត្តអីអញ្ចឹងណាពួកគេនឹងក៏មិនហ៊ានបញ្ចេញយោបល់អ្វីទៀតនោះដែរព្រោះថាស្ដេចបិសាចនឹងបានត្រឡប់មកវិញហើយគេជឿជាក់ថាត្រង់ច្បាស់ជាដោះស្រាយចំពោះបញ្ហាមួយនេះជាមិនខានក្រែកមកមើលមកសៀវយ៉ាវនិងស្ដេចបិសាចឯនេះវិញពួកគេដូចជាមានការព្រួយបារម្ភយ៉ាងខ្លាំងតែរឿងជាបន្តក៏បានបង្ហាញអំពីវូហ៊ុនទៅរកហ៊ីវូវិញម្ដងមិនបានសួរអ្វីទាំងអស់ហ៊ីវូក៏តែកំភ្លៀងវូហ៊ុនយកតែម្ដងតែបន្ទោសគេមិនអាចចាត់ការភារកិច្ចមួយនេះបានអីអញ្ចឹងណារួចវូហ៊ុនក៏បាននិយាយអំពីវត្តមានរបស់ស្ដេចបិសាចហុងយីថាពេលនេះត្រង់ត្រឡប់មកវិញហើយអានុភាពរបស់ត្រង់នឹងរត់តែខ្លាំងឡើងទ្វេដងមិនអាចប៉ាន់ស្មានបានឡើយហេតុផលដែលគេបានមកដល់ទីនេះវិញដោយសារតែស្ដេចបិសាចហុងយីនឹងបានឲ្យគេនឹងប្រាប់ដំណឹងមួយនេះទៅឲ្យគាត់ដើម្បីឲ្យគាត់នឹងដោះលែងបិសាចទាំងអស់ហើយចាកចេញពីទីនេះបើមិនដូច្នេះទេទ្រង់នឹងសងទង្វើមួយនេះរាប់ពាន់ដងជាមិនខានឡើយវូហ៊ុនគេចង់ឲ្យលោកម្ចាស់របស់គេនឹងចាកចេញពីទីនេះទៅប៉ុន្តែហ៊ីវូមិនព្រមចាកចេញនោះឡើយដែលគេគិតថាស្ដេចបិសាចនឹងមិនលើកលែងឲ្យគេនោះទេរួចទៅឲ្យហ៊ីវូនឹងទៅរកក្រុមឆ្មាំងហ្វេយូដែលស្ថិតនៅទីក្រុងភេងជីងប្រាប់ដំណឹងដែលស្ដេចបិសាចត្រឡប់មកវិញដើម្បីឲ្យពួកគេនឹងបញ្ជូនអ្នកខ្លាំងចូលមកសហការក្នុងក្រៅចាត់ការទៅលើស្ដេចបិសាចយកតែម្ដងកន្លែងមកខាងស្ដេចបិសាចជាមួយនឹងសៀវយ៉ាវវិញម្ដងគេដឹងយ៉ាងច្បាស់ថាវូហ៊ុននិងហ៊ីវូនឹងខុសប្លែកពីគ្នាប្រសិនបើស្ដេចបិសាចប្រឈមមុខជាមួយនឹងហ៊ីវូដោយផ្ទាល់គេច្បាស់ជាដឹងថាទ្រង់នឹងបាត់បង់ថាអពររបស់ខ្លួនជាមិនខានអញ្ចឹងគេត្រូវតែរៀបចំផែនការយ៉ាងម៉ត់ចត់មុនពេលដែលទៅជួបជាមួយនឹងកូនយ៉ាងណាមិញស្ដេចបិសាចនៅតែបន្តខ្លួនដោយគ្មានសមត្ថភាពគ្រប់គ្រាន់ទ្រង់ចង់ហៅថាអពររបស់ខ្លួនឡើងវិញដល់បង្ខំដើម្បីចាត់ការទៅកាន់ហ៊ីវូជួយសង្គ្រោះបិសាចទាំងអស់អីអញ្ចឹងណាតែសៀវយ៉ាវនឹងក៏បានហាមឃាត់ដោយជឿជាក់ថាពួកគេច្បាស់ជាមានវិធីល្អជាងនេះជាមិនខានអ្វីដែលសំខាន់ត្រូវធ្វើនៅពេលនេះគឺរកសៀវមូត្រឡប់មកវិញព្រោះស្ដេចបិសាចដឹងអំពីចរិតរបស់ហ៊ីវូយ៉ាងច្បាស់ថាគេគឺជាមនុស្សកំសាដូច្នេះអំឡុងពេលនេះគេក៏មិនហ៊ានផ្ដេសផ្ដាសនោះដែរសៀវយ៉ាវក៏បាននិយាយលងលោមទៅកាន់ស្ដេចបិសាចបន្ថែមទៀតកុំឲ្យគេជ្រួញចិញ្ចាមើលទៅវាចាស់នាងអត់ស្រឡាញ់អីអញ្ចឹងណាដែលធ្វើឲ្យស្ដេចបិសាចនឹងពិតជាស្រឡាញ់នាងទ្វេដងបន្ទាប់មកពួកគេក៏បានធ្វើវិធីសពគ្រប់ដើម្បីអូសទាញឲ្យសៀវមូនឹងចេញមកតែវាដូចជាគ្មានប្រសិទ្ធភាពសោះធ្វើឲ្យលូលូនឹងឃ្លានលើសដើមហើយត្រីអាំងមួយនោះក៏ចេះអស់ទៀតទើបស្ដេចបិសាចនឹងបង្ខំចិត្តប្រើវិធីចុងក្រោយតែម្ដងដល់ឲ្យពួកគេនឹងប្រមូលជីទាំងអស់តាក់ទាញសៅមូអីអញ្ចឹងណាហើយវាពិតជាទទួលបានលទ្ធផលមែនសៅមីបង្ហាញខ្លួនក៏ហក់ទៅរកស្ដេចបិសាចតែម្ដងព្រោះស្ដេចបិសាចនឹងលូព្រលឹងមិនតិចទេសំណាងល្អលក្ខណៈសៅមូក៏បានបញ្ចេញកិច្ចតនពេលវេលាដែលធ្វើឲ្យគេនឹងដួលឡើងតំណាប់តំណិលតែម្ដងរួចគេក៏បញ្ញាបញ្ញាមកសុំអភ័យទោសចំពោះស្ដេចបិសាចរំពេចនោះសៅមីគេបានចេញមុខមកម្ដងដែលធ្វើឲ្យគេនឹងយំរៀបរាប់អំពីសេចក្តីនឹករលឹករួមជាមួយនឹងទង្វើអាក្រក់របស់ហ៊ីវូយ៉ាងច្រើនរហូតធ្វើឲ្យគេនឹងទៅកាន់ថាមនុស្សរកពុទ្ធបដិមាដើម្បីថ្វាយបង្គំអធិដ្ឋានទៅកាន់ស្ដេចបិសាចរាល់ថ្ងៃទៀតផងឃើញសែវ
Xiaomi គេសប្បាយចិត្តនិយាយសានតម៉ែបែបនេះលូលូនិងឫស្សីគេក៏សប្បាយចិត្តដែរក្រោយមកស្ដាប់បិសាចចង់ឲ្យសៀវមូនឹងបង្ហាញខ្លួនវិញម្ដងប៉ុន្តែសៀវមូគឺអត់ព្រមចេញមកនោះទេដោយសារតែគេនឹងមិនហ៊ានប្រឈមមុខជាមួយនឹងស្ដាប់បិសាចរឿងដែលគេមិនអាចចាពាច្រឡំភ្នំបិសាចបានអីអញ្ចឹងណារហូតធ្វើឲ្យស្ដាប់បិសាចនឹងនិយាយថាខ្លួនមិនបានបន្ទោសគេទេទើបសៀវមូនឹងយកព្រមចេញមកដល់ពួកគេទាំងពីរសុកចិត្តស្លាប់ដើម្បីដណ្ដើមរូងភ្នំនោះចេញមកវិញរំពេចនោះសៀវមូបានសង្កេតឃើញថាស្ដាប់បិសាចដូចជាបាត់បង់កម្លាំងធាតុដែលធ្វើឲ្យគេនឹងរៀបតែនឹងនិយាយទៅហើយស្រាប់តែសៀវយ៉ៅបានយកជីញាត់ចូលក្នុងមាត់របស់គេហើយឲ្យស្ដាប់បិសាចនាំចេញទៅរួចក៏ផ្ដល់សញ្ញាឲ្យអ្នកទាំងពីរបន្ថែមទៀតតែលូគេអត់យល់ថាសៀវយ៉ៅនឹងមានន័យថាម៉េចទេទើបឫស្សីនឹងគេបកស្រាយឡើងវិញឆ្ងាយតែម្ដងដែលចង់ឲ្យលូនឹងបរិភោគជីនេះទាំងអស់ឬក៏ទៅជួបគ្នានៅខាងក្រោយចំណែកឯសៀវមីនេះវិញគេពិតជាបន្តទៅកាន់សៀវយ៉ៅយ៉ាងខ្លាំងថាផ្ដាច់បិសាចខ្លាចទៅជាបែបនេះដោយសារតែនាងនេះឯងបើទោះបីជាស្ដាប់បិសាចព្យាយាមហាមឃាត់គេក៏គេមិនស្ដាប់ត្រង់នោះដែរគិតថាត្រង់នឹងការពារសៀវយ៉ៅទៅវិញសៀវយ៉ៅនឹងគ្មានពាក្យអ្វីដែលនិយាយតបតនោះទេដែលគិតថាវាក៏ជាកំហុសរបស់នាងតែស្ដាប់បិសាចគិតថាបើទោះបីជាគ្មានសៀវយ៉ៅក៏ម្ចាស់សុបិនអមតៈនៅតែរកមធ្យោបាយឲ្យត្រង់ទៅទីនោះដែររួចសៀវមូក៏បាននិយាយអំពីការដុតបេះដូងមួយនេះប្រហែលវានឹងធ្វើឲ្យខ្ទេចបេះដូងប៉ុន្តែយុទ្ធសាស្ត្រនិងអំណាចរបស់ត្រង់បែរជានៅក្នុងខ្លួនរបស់ត្រង់កន្លែងណាមួយជាមិនខានតែធ្វើឲ្យសៀវយ៉ៅនឹងនាងចាប់អារម្មណ៍យ៉ាងខ្លាំងតែសៀវមីបែរជាបន្តទៅកាន់សៀវយ៉ៅថានាងមើលអីគេនិយាយបែបនេះគ្រាន់តែចង់លួងលោមដួងចិត្តរបស់ស្ដាប់បិសាចតែប៉ុណ្ណោះតែធ្វើឲ្យស្ដាប់បិសាចនឹងគេអស់សង្ឃឹមទៅវិញម្ដងទៀតហើយយ៉ាងណាមិញគេនៅតែជឿជាក់ប្រសិនបើពួកគេដណ្ដើមរូងភ្នំបានមកវិញច្បាស់ជាមានពិធីដោះស្រាយជាមិនខានតែបច្ចុប្បន្នយុទ្ធសាស្ត្ររបស់គេមានតែ 50% ប៉ុណ្ណោះមិនអាចទប់ទល់ជាមួយនឹងហ៊ីវូបានឡើយប្រសិនបើគេជាសះស្បើយគេនឹងវាយប្រហាររហូតដល់ស្លាប់ជាមិនខានលើបែបនេះហើយទូស្រីក៏បាននិយាយថាជីវិតរបស់គេមានតម្លៃតែសៀវមីបែរជាខឹងជាមួយគេយ៉ាងខ្លាំងដល់ដើមឫស្សីចិត្តនោះបណ្ដាលឲ្យស្លឹកឫស្សីនឹងធ្លាក់ចុះមកខាងក្រោមទៅទូស្រីនឹងនឹកឃើញអំពីមធ្យោបាយមួយសួរទៅកាន់គេអំពីយុទ្ធសាស្ត្របង្កើតប្រាក់ដែលធ្វើឲ្យសៀវមូនឹងរត់តែខឹងទូស្រីថានាងនឹងដល់ដំណាក់កាលនេះហើយនៅងប់ងល់ជាមួយនឹងប្រាក់អីអញ្ចឹងណាទៅទូស្រីនឹងនិយាយអំពីផែនការរបស់ខ្លួនដែលយកប្រាក់នឹងទៅទិញឧបករណ៍ដើម្បីចាប់បិសាចគ្រាន់តែទៅដល់តូបអ្នកលក់ភ្លាមឫស្សីនឹងលូគេមានភាពភ័យខ្លាចបន្តិចតែសៀវយ៉ៅនឹងនិយាយបញ្យល់បន្ថែមទៅធ្វើឲ្យគេនឹងស្ងប់ចិត្តក្រោយមកនាងក៏បានប្រមូលទិញវត្ថុដែលជាអន្ទាក់ចាប់បិសាចទាំងអស់អំពីពួកមនុស្សក្នុងចំនួនដ៏ច្រើនដែលធ្វើឲ្យសៀវមូនឹងគេពិតជាឆ្ងល់ខ្លាំងមែនទែនថាតើគេនឹងប្រុងយកអន្ទាក់តូចតាចបែបនេះយកមកប្រឆាំងជាមួយនឹងបិសាចរាប់ពាន់ឆ្នាំដូចជាហ៊ីវូមែនទេសៀវយ៉ៅគេចង់ឲ្យហ៊ីវូនឹងភ្លក់ស្នាដៃរបស់មនុស្សដោយសារតែគេនឹងខົບខិតជាមួយនឹងមនុស្សដើម្បីចាប់បិសាចតែបិសាចក៏យកព្រមជាមួយនឹងកំណត់របស់សៀវយ៉ៅដែលធ្វើឲ្យសៀវមូនឹងគេអស់ពេលនិយាយតែម្ដងទើបសៀវយ៉ៅនឹងសួរទៅកាន់បិសាចឆ្មាវិញតើដឹងថារូបពិតរបស់ហ៊ីវូគឺជាអ្វីដែរឬទេបិសាចឆ្មាគេអត់ដឹងដូចគ្នាគិតថាសៀវូជាឥន្ទ្រីអីអញ្ចឹងទៅដែលធ្វើឲ្យស្ដាយបិសាចនឹងខកក្បាលរបស់គេយ៉ាងខ្លាំងរួចនិយាយបន្តថារូបពិតរបស់ហ៊ីវូនឹងគឺជាសត្វតាជាវអញ្ចឹងហើយគេក៏ត្រូវមានភាពភ័យខ្លាចតាមកំណត់របស់គេនឹងឯងវាដូចជាមួយនឹងអ្វីដែលបិសាចឆ្មានឹងចូលចិត្តពីកំណើតដូចគ្នាបន្ទាប់មកសៀវយ៉ៅក៏បានទៅកន្លែងកូនអសតដោយពឹងពាក់ឲ្យគេនឹងជួយដណ្ដើមផ្ទះរបស់ស្ដាយបិសាចត្រឡប់មកវិញព្រោះផ្ទះរបស់ទ្រង់នឹងត្រូវបានបិសាចអាក្រក់ដណ្ដើមយកទៅតែកូនអសតក៏យកព្រមជាមួយនឹងពួកនាងផងដែរតែបិសាចដូចជាមិនសូវជឿជាក់នឹងកំណត់របស់ទូស្រីប៉ុន្តែនាងអះអាងយ៉ាងច្បាស់ថាវាច្បាស់ជាដំណើរការទៅផ្សាយរឿងបន្តបង្ហាញអំពីហ៊ីវូនឹងកំពុងតែរងចាំឆ្មាំងហ្វៃយូយ៉ាងអន្ទះសាដល់បន្ទឿនវូហួរនឹងឲ្យទៅពិនិត្យមើលរំពេចនោះសម្លេងឆ្មាសៀវមីក៏បានបន្លឺឡើងដែលធ្វើឲ្យពួកគេទាំងពីរនឹងពិតជាភ័យខ្លាចយ៉ាងខ្លាំងមិនគួរឆ្មាសៀវមីនឹងមកទីនេះទេដោយសារតែគេមានរបួសរួចហ៊ីវូនឹងក៏បានបញ្ជាឲ្យវូហួរនឹងចេញទៅមើលតែម្ដងវូហួរគេក៏ភ័យខ្លាចដែរអ្នកទាំងអស់គ្នាដោយគ្មានជំរឿគេក៏សុខចិត្តទៅប៉ុន្តែគេមិនបានឃើញអ្វីនោះឡើយនៅក្រៅរោងភ្នំដែលធ្វើឲ្យគេនឹងពិតជាធូរចិត្តខ្លាំងមែនទែនបំរុងនឹងត្រឡប់ទៅវិញហើយស្រាប់តែមានកំជូរជាច្រើននឹងបាញ់មកលើគេតែម្ដងដែលធ្វើឲ្យគេនឹងពិតជាភ័យខ្លាចយ៉ាងខ្លាំងមើលមិនឃើញគេក៏ជ្រុលទៅជន់អន្ទាក់ដែលទាញចាំយន់ហោះមកឆេះពេញក្បាលធ្វើឲ្យគេនឹងកាន់តែភ័យខ្លាចបញ្ញារត់ចូលទៅខាងក្នុងវិញឃើញសភាពវូហួនបែបនេះហ៊ីវូគេឆ្ងល់ខ្លាំងមែនទែនថាជួបជាមួយនឹងស្ដេចបិសាចមែនទេប៉ុន្តែវូហួនគេមិនច្បាស់នោះឡើយថាវាគឺជាទង្វើរបស់អ្នកណាក្រោយពេលដែលហ៊ីវូបានឃើញអន្ទាក់របស់មនុស្សគេចាប់ផ្ដើមស្ទាក់ស្ទើរនៅក្នុងចិត្តហើយខឹងខ្លាំងមែនទែនចង់ដឹងថាទាំងអស់នេះវាគឺជាទង្វើរបស់អ្នកណារួចក៏ទាញអន្ទាក់ចេញពីជើងរបស់វូហួនយ៉ាងកាច់សាហាវដែលធ្វើឲ្យវូហួននឹងគេពិតជាឈឺយ៉ាងខ្លាំងក្រោយពេលដែលអ្នកទាំងពីរបានចេញមកដល់ខាងក្រៅភ្លាមក៏មានកំជួយរាប់ពាន់ដើរនឹងវាប្រហារទៅលើពួកគេដែលពោពេញទៅដោយផ្សែងសឹងតែធ្វើឲ្យពួកគេនឹងមិនអាចមើលឃើញបរិវេណនៅជុំវិញនោះទៅហ៊ីវូនឹងច្បាច់កវូហួនស្មានតែគេចាប់បានស្ដាយបិសាចដែលមានជំនួយពីឧបករណ៍បន្លឺសំឡេងធ្វើឲ្យសំឡេងរបស់ស្ដាយបិសាចនឹងលាន់លឺត្រហឹងពេញព្រៃតែម្ដងវូហួនលើបែបនេះហើយគេពិតជាភ័យខ្លាចយ៉ាងខ្លាំងចំណែកឯសៀវយ៉ៅនេះវិញគេអង្គុយសរសើរទៅលើស្ដាយបិសាចតែម្ដងចំណែកឯវូហួនគេប្រឹងស្រែកប្រាប់ទៅកាន់ស្ដាយបិសាចឲ្យចាក់ចេញពីទីនេះទៅព្រោះថាពិភពមួយនេះគេមិនមែនជាម្ចាស់ទីនោះទេទើបស្ដាយបិសាចហុងជីនឹងដំណើរការផែនការរបស់ខ្លួនដែលឲ្យកូនអសតស៊ូយូនឹងលើកខ្លួនឡើងទៅខាងលើក្រោមការគ្រប់គ្រងរបស់សៀវយ៉ៅឃើញស្ដាយបិសាចបង្ហាញខ្លួនបែបនេះវូហួនគេមានការបារម្ភយ៉ាងខ្លាំងរួចក៏ឲ្យរូបម្ចាស់របស់គេនឹងរត់ទៅប៉ុន្តែហ៊ីវូគេអត់រត់នោះទេថែមទាំងបោះវូហួននឹងឲ្យទៅមើលស្ថានភាពទៀតផងសំណាងល្អបិសាចឆ្មាក៏បានមករៀបរៀងទាន់ពេលវេលាដែលកាន់តែធ្វើឲ្យហ៊ីវូនឹងគេភ័យខ្លាចលើដើមឬក៏និយាយគំរាមទៅកាន់ស្ដាយបិសាចថាស្ដាយបិសាចនឹងមានតែម្នាក់ឯងទេចំណែកឯគេមានឆ្មាំងហ្វៃយូគឺជា
ជាជំនួយអីចឹងណាប៉ុន្តែស្ដាប់បិសាចហ្នឹងបែរជានិយាយថាខ្លួនតែម្នាក់ឯងវាគ្រប់គ្រាន់ដើម្បីសម្លាប់គេហើយអំឡុងពេលអ្នកទាំងពីរកំពុងតែនិយាយគ្នាស្លាប់តែកូនអសត់មួយហ្នឹងគេភ្លេចទូនាទីខ្លួនឯងហ្នឹងចង់បង្កើតពន្លឺហ្នឹងហោះទៅរកដៃរបស់ស្ដាប់បិសាចតែត្រូវបានសៀវយ៉ាវមើលឃើញតន់ក៏យកដុំដីហ្នឹងគប់ឲ្យគេធ្លាក់មកខាងក្រោមវិញខំអីបែកផែនការអស់ក្រោយពីគម្រាមទៅកាន់ហេវូហើយស្ដាប់បិសាចក៏ចាប់ផ្ដើមអនុវត្តផែនការបន្តទៀតដោយសៀវយ៉ាវហ្នឹងបានបញ្ជាកូនអសត់អស់ទាំងនោះបញ្ចេញពន្លឺហោះទៅលើដៃរបស់ស្ដាប់បិសាចបង្កើតជាដុំភ្លើងមួយយ៉ាងធំហេវូឃើញអនុភាពនៃដុំភ្លើងមួយនោះហើយគេពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចក៏រត់បាត់សមោទៅដែលធ្វើឲ្យអ្នកគ្រប់គ្នានឹងពិតជាធូរចិត្តខ្លាំងមែនទែនក្រោយពីកូនអសត់បានរំកិលខ្លួនស្ដាប់បិសាចចុះមកក្រោមវិញទើបវូហ៊ុនដឹងថាអ្វីទាំងអស់នេះវាសុទ្ធតែជាការបំភ្លៃសាច់រឿងជាបន្តពីសៀវយ៉ាវបាននិយាយត្រូវគ្នាជាមួយនឹងកូនអសត់អស់ទាំងនោះដែលមិនឲ្យគេនិយាយអំពីរឿងហេតុនៅក្នុងថ្ងៃនេះនាងក៏សុំការសរសើរអំពីស្ដាប់បិសាចថែមទាំងជូនអំណោយមួយទៅកាន់ទ្រង់ទៀតផងដែលវាគឺជាក្រាស់សិតសក់សង្ឃឹមថាស្ដាប់បិសាចនឹងមានអារម្មណ៍ល្អចំពោះវាអីចឹងណារំពេចនោះបិសាចឆ្មាក៏បានចូលមកដល់ឃើញថាសៀវយ៉ាវជូនក្រាស់សិតសក់ឲ្យស្ដាប់បិសាចបែបនេះគេក៏បាននិយាយលក់លើថាអ្នកទាំងពីរនឹងច្បាស់ជានិយាយគ្នាអំពីការរៀបចំមង្គលការអីចឹងទៅព្រោះថានៅអាណាចក្រមនុស្សការជូនក្រាស់សិតសក់ឲ្យគ្នាបែបនេះគឺបញ្ជាក់អំពីចំណងអាពាហ៍ពិពាហ៍ហើយលើបែបនេះសៀវយ៉ាវនឹងអៀនយ៉ាងខ្លាំងចំណែកឯស្ដាប់បិសាចនឹងក៏បានឲ្យគេនិយាយអំពីរឿងសំខាន់មកទើបបិសាចឆ្មានឹងប្រាប់អំពីដំណឹងដែលបិសាចទាំងអស់មកជួបជុំគ្នានៅមាត់រូងភ្នំបន្ទាប់ពីដឹងដំណឹងថាគេត្រឡប់មកវិញចំណែកឯនៅមាត់រូងភ្នំឯនេះវិញពេលនេះពួកបិសាចទាំងអស់កំពុងតែស្ដីបន្ទោសទៅលើការក្បត់របស់វូហ៊ុនយ៉ាងខ្លាំងរំពេចនោះស្ដាប់បិសាចក៏បានមកដល់ទើបពួកគេនឹងបដូរទិសដៅអបអរទៅកាន់ស្ដាប់បិសាចព្រោះតែទ្រង់នឹងអាចយកឈ្នះម្ចាស់សុបិនអមតៈបានថែមទាំងមានកម្លាំងកាន់តែខ្លាំងក្លាជាងមុនទៀតផងអំឡុងពេលជាមួយគ្នាសៀវយ៉ាវបានប្រទះឃើញថាវូហ៊ុនគេមិនមែនជាសត្វក្អែកទេទើបគេនឹងសួរបញ្ជាក់ទៅកាន់បិសាចឆ្មាប៉ុន្តែបិសាចឆ្មាក៏អត់ដឹងដូចគ្នាទើបសៀវយ៉ាវនឹងរៀបរាប់អំពីលក្ខណៈពិសេសដែលបញ្ជាក់ប្រាប់ថាសត្វមួយនេះគឺជាសត្វស្លាបប្រភេទខ្ពស់អីចឹងទៅនាងក៏សរសើរទៅលើបិសាចទៅជាវខ្លាំងមែនតើមិនបានជាអាចបបួលសត្វស្លាបដ៏ធំបែបនេះធ្វើជាកូនចៅរបស់ខ្លួនបានរួចក៏ចង់ឲ្យបិសាចឆ្មានឹងដាក់គេចុះមកខាងក្រោមប៉ុន្តែអ្នកគ្រប់គ្នាអត់សឹកចិត្តនោះទេចង់ឲ្យស្ដាយបិសាចនឹងដាក់ទោសទៅកាន់គេចំពោះអំពើអាក្រក់ដែលគេនឹងធ្លាប់បានសាងទើបស្ដាយបិសាចនឹងចេញមកមកដោះស្រាយដែលមិនចង់ឲ្យពួកគេនឹងបញ្ចេញកំហឹងរបស់ខ្លួនទៅលើមនុស្សតែម្នាក់អីចឹងណាគាត់ចង់ឲ្យវូហ៊ុននៅទីនេះដើម្បីកែប្រែខ្លួនសាមីគេអត់ចង់ធ្វើបែបនេះទេរួចក៏បន្តនិយាយគំរាមទៅកាន់វូហ៊ុនប្រសិនបើគេនឹងហ៊ានតែប្រព្រឹត្តអំពើអាក្រក់បែបនេះទៀតគេនឹងសម្លាប់វូហ៊ុនដោយផ្ទាល់ដៃមិនបាច់ឆ្លងកាត់ស្ដាយបិសាចនោះទេចំណែកឯបិសាចដទៃទៀតកំពុងតែរំអុកទៅកាន់ស្ដាយបិសាចចង់ឲ្យទ្រង់នឹងបរៀនចូលទៅសល់ដល់ខ្លួនឃើញបែបនេះហើយសៀវយ៉ាវក៏ចូលទៅសម្របសម្រួលចង់ឲ្យស្ដាយបិសាចនឹងទៅសម្រាកសិនទុកឲ្យនាងគឺជាអ្នកបង្រៀនពីព្រោះតាមផ្លូវនាងបានរៀនច្រើនខ្លាំងពីស្ដាយបិសាចព្រាមនោះឫស្សីក៏បានចេញមកដោយនិយាយអំពីជំនាញដ៏អស្ចារ្យដែលគេនឹងទៅនឹងរៀនចេះតែដល់ពេលមនុស្សគ្រប់គ្នាចង់ឲ្យគេសាកល្បងគេបែរជាធ្វើមិនចេញទៅវិញតែរឿងជាបន្តក៏បានបង្ហាញអំពីស្ដាយបិសាចនិងបិសាចឆ្មានឹងបានមើលសភើជាច្រើនរកដំណោះស្រាយអំពីការសូត្រដុតបេះដូងមួយនោះប៉ុន្តែពួកគេនៅតែរកមិនឃើញដែលធ្វើឲ្យបិសាចឆ្មានឹងគេរអ៊ូរទាំយ៉ាងខ្លាំងថាទ្រង់មិនគួរប្រើប្រាស់វិជាហាមឃាត់មួយនេះដើម្បីទៅសៀវយ៉ាងអីចឹងណាចំណែកឯស្ដាយបិសាចឯនេះវិញទ្រង់មិនបាននៅស្ដាប់បិសាចឆ្មានោះឡើយដែលបន្តដើរចាកចេញទៅធ្វើឲ្យបិសាចឆ្មានឹងគេហួសចិត្តខ្លាំងមែនទែននៅខាងក្រៅរូងភ្នំឯនេះវិញវូហ៊ុនត្រូវបានចងភ្ជាប់ជាមួយនឹងដើមឈើដែលមានលូលូគឺជាអ្នកយាមដែលបិសាចចេញមកឃើញលូលូបែបនេះទ្រង់ទៅសារលូលូខ្លាំងមែនទែនពីព្រោះតែស្មាននេះលូលូគេកេងបាត់ហើយទើបលូលូនឹងគេឆ្លើយថាចាប់តាំងពីពេលនេះគេមិនចង់ធ្វើជាមនុស្សអត់ប្រយោជន៍ទៀតឡើយវូហ៊ុនក៏បាននិយាយទៅកាន់ស្ដាយបិសាចឈប់ឲ្យទ្រង់នឹងធ្វើពោតទៀតទៅបើចង់សម្លាប់គេដើម្បីបង្កើនអំណាចរបស់ខ្លួនសូមធ្វើពេលឲ្យឆាប់មកព្រោះគេមិនក្បត់ជាមួយនឹងហីវូឡើយទើបស្ដាយបិសាចនឹងសួរមួយសំណួរឲ្យគេតែម្ដងទៅមិនបានជាគេនឹងស្មោះស្ម័គ្រជាមួយនឹងហីវូខ្លាំងម្ល៉េះក្រោយពេលដែលដឹងថាហីវូធ្លាប់បានជួយសង្គ្រោះវូហ៊ុនអំឡុងពេលដែលវូហ៊ុនជាប់អន្ទាក់នៅក្នុងថាមនុស្សតែបិសាចនឹងក៏បានសួរបញ្ជាក់តែម្ដងទៅថាតើគេនឹងដឹងអំពីរបៀបនៃការសងគុណដែរឬទេព្រោះថាពីមុនគេធ្លាប់តែជាគ្រូម្នាក់ដែលទទួលបានការគោរពស្រឡាញ់អំពីកូនបិសាចទាំងអស់ប៉ុន្តែពេលនេះគេគ្មានសល់អ្វីទៀតឡើយហងយីព្យាយាមសួរអំពីតំណែងហីវូជាមួយនឹងឆ្មាំងហ្វៃយូខ្លាំងតែវូហានៅតែមិនព្រមឆ្លើយហើយគំរាមទៅកាន់ស្ដាយបិសាចប្រសិនបើទ្រង់មិនសម្លាប់គេនៅក្នុងថ្ងៃនេះថ្ងៃណាមួយគេនឹងសម្លាប់ទ្រង់ជាមិនខានឡើយដោយសារតែគេនឹងពិតជាស្អប់ទ្រង់ខ្លាំងប៉ុន្តែស្ដាយបិសាចនឹងមិនជឿថាគេហ៊ានសម្លាប់ទ្រង់នោះឡើយដោយសារតែអ្នកទាំងពីរនឹងគឺជាពូជពងដូចគ្នាតែយើងដឹងថាការពិតទៅវូហ៊ុនមិនមែនជាបិសាចក្អែកនោះទេរួចវូហ៊ុនក៏បាននិយាយអំពីការស្នងតំណែងរបស់ស្ដាយបិសាចលុះត្រាតែស្ដាយបិសាចចាស់បានស្លាប់ទៅទើបធម្មពលនឹងអាចផ្ទេរទៅកាន់ស្ដាយបិសាចថ្មីបានតែបិសាចក៏សួរបញ្ជាក់ប្រសិនបើទ្រង់នឹងបាត់បង់អំណាចមិនអាចគំរាមកំហែងដល់គេបានតើគេនឹងនៅចង់សម្លាប់ខ្លួនទៀតដែរទេវូហ៊ុនគេឆ្លើយយ៉ាងជឿជាក់តែម្ដងថាគេនឹងនៅតែចង់សម្លាប់ទ្រង់ដោយសារតែទ្រង់នឹងមានឈ្មោះថាជាស្ដាយបិសាចព្រោះនៅក្នុងចិត្តរបស់គេមិនចង់ឲ្យច្រឡឹងភ្នំមួយនេះមានស្ដាយបិសាចអីអញ្ចឹងណាលុះដល់ពេលយប់វូហ៊ុនគេអស់កម្លាំងហើយស្រែកទឹកយ៉ាងខ្លាំងរហូតដល់ដួលនឹងដីសូមឲ្យលូលូនឹងផ្ដល់ទឹកឲ្យគេបន្តិចមកលូលូចិត្តទន់ខ្លាំងមែនតែនគិតថាគេនឹងធ្លាប់ជាគ្រូរបស់ខ្លួនក៏បញ្ញាយកទឹកនឹងមកឲ្យគេផឹកឃើញភាពចិត្តល្អរបស់លូលូបែបនេះវូហ៊ុនក៏សូមឲ្យគេនឹងបន្ធូរចំណងឲ្យខ្លួនបន្តិចពីព្រោះថាគេនឹងពិតជាពិបាកដកដង្ហើមខ្លាំងណាស់ដោយរំលឹកអំពីមនុស្សសញ្ចេតនាគ្រូនិងសិស្សកន្លងមកសូមឲ្យគេនឹងមេត្តាដល់ខ្លួនផងលូលូមិនដាច់ចិត្តក៏បានស្រ័យចំណងឲ្យគេបន្តិចទៅឆ្លៀតឱកាសពេលនោះគេក៏បានបំរាស់រួចពីចំណងហើយបំរុងនឹងចាក់ចេញទៅតែក៏ត្រូវបាន
បានលូលូហាមឃាត់ទៅគេនឹងគម្រាមទៅកាន់លូលូតែម្ដងតែតាមការពិតគេអត់ចង់សម្រាប់លូលូនោះទេប៉ុន្តែបើសិនជាគេនៅតែរឹងចេះចេះកុំចាក់ខ្លួនថាសាហាវឯសោះលូលូគេអត់ព្រមចាញ់នោះឡើយព្រោះថាវាគឺជាភារកិច្ចដែលស្ដេចបិសាចនឹងបានដាក់ឲ្យគេទៅវូហួននឹងបានប្រើយុទ្ធសាស្ត្ររបស់ខ្លួននឹងវាយទៅកាន់លូលូសំណាងល្អស្ដេចបិសាចក៏មករឹងជំនួសដែលធ្វើឲ្យវូហួននិងលូលូគេភ្ញាក់ផ្អើលខ្លាំងមែនទែនវូហួនណាគេឆ្ងល់ខ្លាំងណាស់ហេតុអ្វីបានជាហុងជីនឹងមកការពារកូនបិសាចតូចតាចបែបនេះទៅវិញហុងជីក៏បាននិយាយអំពីទស្សនៈរបស់ខ្លួននៃអំណាចដែលចាប់ទុកសត្វទាំងអស់នោះស្មើៗគ្នាព្រោះថាប្រភេទនៃបិសាចមួយនេះត្រូវបានអាណាចក្រទាំងពីរនឹងចាប់ទុកថាវាគឺជាពូជថោកទាបហើយដូច្នេះហើយប្រសិនបើអ្នកគ្រប់គ្រងគ្មានភាពស្មោះត្រង់នឹងចាប់ទុកពួកគេស្មើៗគ្នានោះទេតែពួកបិសាចដែលនៅក្នុងជលឹងភ្នំមួយនេះនឹងរស់នៅដោយម្ដេចទៅហើយក៏គ្មានវត្តមាននៃពួកគេទាំងអស់គ្នានៅលើโลกនេះដែរសូមឲ្យគេនឹងគិតវាម្ដងទៀតហើយឈប់ចាញ់បោកទៅកាន់ហ៊ីវូទៀតទៅដាប់លឺបែបនេះហើយវូហ៊ុនគេរអៀសចិត្តយ៉ាងខ្លាំងបន្ទាប់មកស្ដេចបិសាចក៏បានទៅរកថ្នាំលេបរបួសដោយមិនចង់ពឹងពាក់ទៅលើសៀវយ៉ាវអីអញ្ចឹងណាប៉ុន្តែសៀវយ៉ាវនឹងមានក៏បានមកទាន់ពេលវេលាបើទោះបីជាស្ដេចបិសាចជាយាមរករបួសរបស់ខ្លួននឹងក៏មិនអាចគេចផុតអំពីកសែភ្នែករបស់នាងបានឡើយរួចនាងក៏បានឲ្យស្ដេចបិសាចអង្គុយចុះហើយយកថ្នាំមកលេបឲ្យត្រង់តែម្ដងដែលបន្តដេញដោលអំពីមុខរបួសមួយនេះក៏ប៉ុន្តែស្ដេចបិសាចពិតជាមិនចង់ឆ្លើយឲ្យនាងមានការព្រួយបារម្ភនោះឡើយទើបសាច់រឿងរបស់យើងនឹងត្រូវបានចប់តែត្រឹមនេះឯងអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការសម្រាយរឿងរបស់ admin ជួបគ្នានៅវីដេអូជាបន្តទៀតបាយបាយ